អ្នកវិភាគនៅរាជបណ្ឌិតសភាថ្លែងថាជោគជ័យនៃបេសកកម្មនៅក្រៅប្រទេសរបស់នាយករដ្ឋមន្ត្រីកម្ពុជាគឺពឹងផ្អែកលើភាពដៃគូបែបសកម្មនិងស្ថាបនារបស់កម្ពុជាខណៈដែលស្ថានភាពនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃនៅតែមានភាពតានតឹងនិងផុយស្រួយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាកំពុងបំពេញបេសកកម្មនៅឯក្រៅប្រទេសគឺទៅកាន់សហរដ្ឋអាមេរិកនិងបន្តទៅកាន់ប្រទេសអឺរ៉ុបដោយអ្នកវិភាគជឿថាជោគជ័យនៃបេសកកម្មនេះស្ថិតនៅលើទូនីតិដៃគូដ៏សកម្មនិងបែបស្ថាបនារបស់កម្ពុជាសូមជម្រាបថាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជានៅរាត្រីថ្ងៃ15កុម្ភៈបានដឹកនាំប្រតិភូចេញដំណើរពីរាជធានីភ្នំពេញទៅកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពព្រួយផ្ដើមដោយលោក Donald J. Trump នៅថ្ងៃ19កុម្ភៈហើយបន្ទាប់មកនឹងបន្តទៅកាន់ប្រទេសអឺរ៉ុបមួយចំនួនជាកន្លែងដែលសម្ដេចធិបតីនឹងជួបជាមួយមេដឹកនាំអឺរ៉ុបពិសេសប្រទេសបារាំងខណៈថ្មីនេះសម្ដេចធិបតីធ្លាប់បានស្នើសុំទៅកាន់ប្រទេសបារាំងផ្ដល់ការគាំទ្រផ្នែកឯកសារសម្រាប់ដោះស្រាយចំនួនព្រំដែនកម្ពុជាថៃលោកកិនភៀនាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៅរាជបណ្ឌិតសភាកម្ពុជាថ្លែងថាវាជារឿងជាក់ស្ដែងដែលយើងរំពឹងថាកិច្ចប្រជុំនេះគឺប្រៀបដូចជាការកសាងស្ពានជាចម្បងជាជាងកន្លែងសម្រាប់ទទួលបានភាពជោគជ័យភ្លាមៗបើតាមការបន្ថែមរបស់លោកកិនភៀភាពជោគជ័យនៃកិច្ចសន្ទនានេះស្ថិតនៅក្នុងការបង្កើតទំនាក់ទំនងល្អនិងធ្វើឲ្យកិច្ចសន្ទនាកម្រិតខ្ពស់នេះមានប្រសិទ្ធភាពដើម្បីធានាបានថាកម្ពុជាត្រូវបានមើលឃើញថាមិនត្រឹមតែជាអ្នកអង្កេតការណ៍តែប៉ុណ្ណោះទេក៏ប៉ុន្តែក៏ជាដៃគូដ៏សកម្មនិងស្ថាបនាផងដែរនៅក្នុងកិច្ចសន្ទនាសកលនាពេលអនាគតទោះជាយ៉ាងណាលោកកិនភៀបានថ្លែងថាតាមរយៈការចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពក្នុងនាមជាសមាជិកស្ថាបនិកកម្ពុជាបានផ្ញើសារដ៏ខ្លាំងក្លាមួយរួចទៅហើយថាព្រះរាជាណាចក្រកម្ពុជាស្រឡាញ់សន្តិភាពហើយថាកម្ពុជាមិនមែនជាប្រទេសអកម្មនោះទេប៉ុន្តែកម្ពុជាបដិញ្ញាយ៉ាងសកម្មចំពោះគ្រប់យន្តការវេទិកានិងស្ថាប័នដែលឧទ្ទិសដល់ការស្វែងរកការថែរក្សានិងការការពារស្ថិរភាពសកលក្នុងនាមជាផ្នែកមួយនៃក្រមប្រឹក្សាសន្តិភាពកម្ពុជាកំពុងពង្រឹងគោលនយោបាយការបរទេសប្រកាន់ភ្ជាប់សន្តិភាពនិងពហុភាគីរបស់ខ្លួនពង្រឹងជំហរអព្យាក្រឹតនិងបើកចំហរបស់ព្រះរាជាណាចក្រកម្ពុជាតាមរយៈការចូលរួមនេះវាសូមបញ្ជាក់ថាកម្ពុជាត្រៀមខ្លួនជាស្រេចនៅក្នុងការសហការជាមួយនឹងតួអង្គសកលជាច្រើនដូចជាប្រធានាធិបតីអាមេរិកលោក Donald Trump ដើម្បីលើកកម្ពស់កិច្ចសន្ទនានិងដោះស្រាយជម្លោះដោយសន្តិវិធីនេះជាជំហានដ៏សំខាន់មួយនៅក្នុងការធ្វើពិពិធកម្មការទូតពហុនិយមដើម្បីបម្រើផលប្រយោជន៍យុទ្ធសាស្ត្ររបស់ប្រទេសជាតិ